ម្ដាយរបស់ជនបង្កស៊ីវជ័យសិទ្ធដែលបានបើករថយន្តប្រណិតបុកមនុស្សស្លាប់ចំនួន6នាក់បានជួបជាមួយនឹងគ្រួសាររងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី27ខែមិនិនានៅលើដងផ្លូវជាតិលេខ5នៅត្រង់ចំណុចភូមិកកោះឃុំកកោះស្រុកមោងឫស្សីខេត្តបាត់ដំបងដើម្បីចរចាសងសំណងនេះបើតាមលោកស្រីលឹមច័ន្ទលីដាមេធាវីការពារក្តីក្រុមគ្រួសារជនរងគ្រោះមេធាវីការពារក្តីដោយឥតគិតថ្លៃលឹមច័ន្ទលីដាសរសេរលើគណនី Facebook ផ្ទាល់ខ្លួននាល្ងាចថ្ងៃទី1ខែមេសាឆ្នាំ2026ដូចនេះថាអមកូនក្តីគ្រួសារជនរងគ្រោះមកចរចាសំណងតាមការស្នើសុំរបស់ម្ដាយជនបង្កទៅស្នងការនគរបាលខេត្តគួរកត់សម្គាល់ថាជំនួបរវាងម្ដាយជនបង្កនិងក្រុមគ្រួសាររងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏អនាថធម៌មួយនេះធ្វើឡើងបន្ទាប់ពីក្រុមគ្រួសារជនបង្កបាននាំខ្លួនកូនប្រុសឈ្មោះស៊ីវជ័យសិទ្ធទៅសារភាពទោសនៅស្នងការដ្ឋានខេត្តបាត់ដំបងគួរឲ្យដឹងទៀតថាមេធាវីលឹមច័ន្ទលីដានៅរសៀលថ្ងៃទី31ខែមីនាត្រូវបានរដ្ឋមន្ត្រីក្រសួងយុតិធធម៌លោកកើតរិទ្ធជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបងនិងលោកអង្គវងវឌ្ឍនាប្រធានក្រុមការងារគណៈបកចុះមូលដ្ឋានស្រុកមោងឫស្សីចាត់បញ្ជូនឲ្យធ្វើជាមេធាវីការពារក្តីដោយឥតគិតថ្លៃជូនដល់ក្រុមគ្រួសារសពនៃជនរងគ្រោះទាំង6នាក់ដែលបានបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយនេះ